ជាប្រភេទស្វាយខរដូវបាទលាស់ត្រួយមកថ្មីហើយបាទអាសាមុនអត់បានការពារវាជ្រុះអស់លីងបាទគឺត្រូវបានសัตว์កាត់អាបំពង់ស្លឹកហ្នឹងជំរុះចោលទាំងអស់បាទដល់ឥឡូវនេះវាចេញពីសាអានេះសាមុនបាទសាមុនឥឡូវវាចេញអត់អស់វាចេញមួយសាទៀតបាទនឹងបាញ់ថ្នាំការពារវាបាន2 ដងបាននៅបាទតែសាស្វាយអត់បានដាក់ជីដាក់អីបាទអញ្ចឹងវាអត់ស្លឹកហ្នឹងល្អហ្មងនេះតើយើងថែដាក់ជីបាទដីនេះប្រភេទដីចាក់បាទយកដីបាតដងបាទគេកាយដីវាស្រែធ្វើដងធ្វើស្រះបាទអញ្ចឹងអត់មានជីជាតិអីទេបាទតែខ្ញុំចេះកាត់ស្មៅឲ្យយកមកផ្គុំពីខាងក្រៅមើលណាបានជីខ្លះបាទវាកើតបានជីខ្លះបាទអញ្ចឹងនេះយើងការពារវាម្ដងទៀតហើយបាញ់មកប៉ុណ្ណេះហើយគឺយើងចាប់ផ្ដើមបាញ់ជីប្រភេទPKហើយនឹងមីក្រូធាតុជួយវាទៅគឺវាចាស់លឿនហើយបាទអានេះចាប់ផ្ដើមមានស៊ីដែរនេះបាទតែមានតិចតួចទេតែនឹងស្លឹកចាស់បាទអញ្ចឹងយើងការពារវាទៅបាញ់ថ្នាំការពារម្ដងទៀតហើយនឹងបាញ់PKខ្ពស់អានតិចបានហើយមីក្រូធាតុបន្ថែមទៅគឺស្លឹកនេះចាស់លឿនហើយអញ្ចឹងផុតរួចផុតពីការបំផ្លាញរបស់សត្វល្អិតហើយបាទស្វែងងាយទេបាទឲ្យវាមិនមានជំងឺមានអីណាដូចតរៀនទេបាទងាយថែណាបាទនឹងអរគុណចាស់បងប្អូនបាទ